អូខេសួស្តីនេះជារបៀបតាំងរូបនាឡិកា Maxset 03 Pro លើ app Audifit ណាយើងចូលក្នុង Play Store ឬ App Store មកដើម្បី download កម្មវិធីនេះហើយកុំភ្លេចបើក Bluetooth លើទូរស័ព្ទផងដើម្បីចូលតាំងរូបណាឥឡូវខ្ញុំបាន download រួចហើយឥឡូវខ្ញុំចូលយកតែម្ដងចុច Open មកនេះកម្មវិធីនេះមើលហើយទៅចុច Open តោះនេះចុច Load នេះមកចុចនេះមកទៀតមកតមកទៀតចុចពាក្យនេះតមកចុចលើនេះឥឡូវបើវាចូលបានបែបនេះយើងចុចកន្លែងរូបនាឡិកានេះដើម្បី connect ហើយតមកទៀតចុចលេខនេះឥឡូវវាចេញហើយមាន2ម៉ាស៊ីនឥឡូវខ្ញុំមើលឆែកមើលសិនបើសិនអ្នកទាំងអស់គ្នាយកទៅមានតែចេញមួយមកទេអញ្ចឹងស្រួលរើទេតែបើខាងខ្ញុំមាននាឡិកាច្រើន A602 C2 នេះក្រោមនេះចុច connect មកតមកទៀតចុច pair ចូល load ឥឡូវវាចេញបានហើយចេញបែបនេះបានន័យថាយើងអាច connect បានណាហើយយើងចូលឡើងនេះ more នេះមកហើយចំពោះរូបទាំងអស់នេះអាច download តាំងបានណាឥឡូវខ្ញុំប្រាប់ពីកន្លែងតាំងរូបនេះចុចកន្លែង custom នឹងមកចុច change តោះជានេះមកឥឡូវខ្ញុំឧទាហរណ៍ដាក់តាំងរូបនេះមួយតមកទៀតចុចដានតមកទៀតចុច click មកហើយបែបនេះវាសេរីម៉ោងថ្ងៃខែម៉ោងសេរីយើងចេះនេះម៉ោងយើងសេរីនេះកន្លែងសេរីពណ៌ម៉ោងហើយសេរីអានោះតនិចតែបើយើងនេះទេយើងដាក់ចេះឥឡូវខ្ញុំប្រាប់លឿនមួយជួរនេះសេរីពណ៌ម៉ោងឥឡូវខ្ញុំដាក់ពណ៌ក្រហមហើយដើម្បី save នេះជាលើគេនេះតមកទៀតចុច install ចំពោះប្រភេទ Android គឺដូចតែគ្នាទេហើយចំពោះនាឡិកាហ្នឹងយកទៅដំបងបើសិនបើថ្មចិត្តអស់យើងចូលប្រហែល2ម៉ោងអីទៅហើយនាឡិកាគុំដាក់ចូលទុកចោលយូរពេកណាបើសិនវាអត់លោតឲ្យទេខ្ញុំសាកចូលមើល Bluetooth មើលក៏លោកមានជាប់អីផ្សេងនេះដោយសារជាប់នេះបានវាអត់លោតឲ្យអញ្ចឹងយើងផ្ដាច់នឹងសិនទៅជប់សិនឥឡូវខ្ញុំផ្ដាច់ Bluetooth ទីសិនចូលកន្លែងតាំងសារថ្មីបើនាឡិកាយើងមានជាប់ connect ជាមួយអីផ្សេងដែរគឺវាលោតភាគរយតាំងឲ្យទេអញ្ចឹងតើយើងផ្ដាច់ចោលសិនឥឡូវខ្ញុំផ្ដាច់ឲ្យសារថ្មីវិញឥឡូវវាលោតភាគរយឲ្យដើរ 4% ហើយពេលវាលោតពេញ 100% គឺពេញហើយចំពោះនាឡិកាហ្នឹងมันអាចត្រូវទឹកខ្លាំងហ្មងទេចំពោះគ្រឿងអេឡិចត្រូនិកបានតែទៀតទឹកតិចតួចអីទេឥឡូវ2% ហើយ
ចាឡើយបានពេញ100%ហើយយើងមើលលើនាឡិកាយើងទៅមានឃើញតាំងរូបហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើអត់ចេះយល់អីហ្នឹងអាចថតជាវីដេអូឬ screenshot ផ្ញើខ្ញុំមើលបន្ថែមដើម្បីខ្ញុំស្រួលប្រើ